ព័ត៌មានអន្តរជាតិសម្រាប់ថ្ងៃទី8ខែមេសាឆ្នាំ2026ត្រូវនៅថ្ងៃទី7ខែមេសាឆ្នាំ2026ពេលវេលានៅកម្ពុជាស្ថានភាពសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងអាមេរិកនៅតែបន្តតានតឹងខ្លាំងរបាយការណ៍ចុងក្រោយបង្ហាញថាអាមេរិកកំពុងបន្តដាក់សម្ពាធលើអ៊ីរ៉ង់ជាពិសេសនៅជុំវិញច្រកសមុទ្រហូម៉ូសដែលជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនប្រេងពិភពលោកខណៈអ៊ីរ៉ង់បានបដិសេធបទឈប់បាញ់បណ្ដោះអាសន្នហើយទាមទារឲ្យមានការបញ្ចប់សង្គ្រាមអចិន្ត្រៃយ៍មុនពិភាក្សាបន្ថែមនៅពេលជាមួយគ្នាក៏មានព័ត៌មានថាមជ្ឈមណ្ឌលអន្តរការីកំពុងព្យាយាមជុំវិញផែនការបទឈប់បាញ់រយៈពេល45ថ្ងៃក៏ប៉ុន្តែមិនទាន់មានការយល់ព្រមច្បាស់លាស់នៅឡើយអ្នកវិភាគជាច្រើនព្រួយបារម្ភថាប្រសិនបើស្ថានភាពមិនធូរស្រាលវាអាចប៉ះពាល់ដល់តម្លៃប្រេងសេដ្ឋកិច្ចពិភពលោកនិងសន្តិសុខតំបន់មជ្ឈមបូព៌ាទាំងមូលសូមបន្តតាមដានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណ